សាក់មកជៀនចេកជាមួយសបកអេករ៉ូលបងប្អូនឆ្ងាញ់មែនតើគឺថាឡើងស្រួយខ្ញោកហ្មងចាហើយមុនដំបូងខ្ញុំថាជៀនប្រឡាក់ម្សៅធម្មតាទេប៉ុន្តែដោយសារចេកហ្នឹងវារៀងចូលពេកចិត្តអញ្ចឹងខ្លាចចូលខ្លាញ់ហើយយកមកខ្ចប់ជាមួយនឹងសបកមូអេករ៉ូលនេះទៅជៀនទៅអូយឡើងឈ្ងុយហើយស្រួយល្អមែនតើហើយមើលចេកខ្ញុំនេះឡើងសបកឡើងខ្មៅអស់ហើយចាមានមួយស្និតហ្នឹងបើមិនធ្វើទេគឺខូចអស់ហើយចាហើយខ្ញុំយកមកចិត្តវាមួយហ្នឹងខ្ញុំពុះជា3ឲ្យទូចល្មមចាហើយទុកឲ្យចូលអញ្ចឹងទៅចេកឡើងផ្អែមបងប្អូនចាដល់យកមកជៀនទៅគឺឆ្ងាញ់មែនតើហើយខ្ញុំយកសបកអេករ៉ូនេះខ្ញុំពុះជា2ចាពុះជា2អញ្ចឹងមកខ្ញុំធ្វើទូចល្មមឯដើម្បីជៀនទៅឆាប់ឆ្អិនចាហើយខ្ញុំមូលអញ្ចឹងទៅខ្ញុំប្រឡាក់ជាមួយនេះដាក់ទឹកស្អិតហ្នឹងចាទឹកស្អិតហ្នឹងខ្ញុំប្រើម្សៅឆាកន្លះស្លាបព្រាទៅទឹកបន្តិចទៅដាក់ក្នុង microwave 20 second ទៅបានហើយចាឥឡូវហ្នឹងមូលរួចហើយបងប្អូនយកមកដាក់ជៀនតែមួយផ្លែតហ្នឹងឆ្អិនហើយបងប្អូនព្រោះខ្ញុំធ្វើតូចៗហើយត្រូវចេកចូលអញ្ចឹងទៅផ្អែមហើយសបកណែមហ្នឹងបងប្អូនដឹងស្រាប់ហើយយើងមូលណែមជៀនហ្នឹងគឺសបកដល់ស្រួយចាដល់ជៀនជាមួយចេកហ្នឹងទៅគឺឆ្ងាញ់មែនតើយើងអត់ចាំបាច់ដាក់បន្ថែមស្ករអីទៀតទេបើបងប្អូនអត់ដែលបានសាកធ្វើអញ្ចឹងទេថ្ងៃណារកមានចេកអីទុកឲ្យវាចូលបន្តិចយកមកធ្វើអញ្ចឹងចារុំនឹងសបកណែមហ្នឹងជៀនសាក់មើលទៅគឺឆ្ងាញ់ណាហើយកូនខ្ញុំគឺចូលចិត្តមែនតើហើយនេះខ្ញុំជៀនសាទី2ហើយចាសាទី2ហ្នឹងដូចរៀងច្រើនពេកដាក់ទៅរៀងកូរលើគ្នាហើយកូនខ្ញុំនេះជៀនមិនតាន់អស់ប៉ុណ្ណឹងទេយកដាក់ចានញ៉ាំបតាហើយហើយជៀនអស់ចេកដែរឥឡូវនេះរួចទេបងប្អូនជៀនឲ្យឡើងក្រហមអញ្ចឹងមកធំឈ្ងុយដែរក្លិនចេករៀងចូលហើយឡើងស្រួយចាឆ្ងាញ់មែនណាបងប្អូនកុំភ្លេចធ្វើញ៉ាំផងបាទជឿសាកមើលបើមួយថ្ងៃក្រោយរកធ្វើអញ្ចឹងទៀត